នេតិជាមួយព្រះទ្រង់បានសន្យាឥតមានខ្វះព្រះបន្ទូលណាមួយក្នុងគ្រប់សេចក្តីល្អដែលទ្រង់បានសន្យានេះបានចារឡើងនៅក្នុងគម្ពីរពងសាវតារខ្សាច់ខ្សែទី1ចំពុក8ខ56ចាស់បងប្អូនលោកអ្នកស្ដាប់ជាទីមេត្រីបន្ទាប់តទៅនេះយើងនឹងសម្រួមចិត្តភ្ជង់ស្ដាប់ព្រះបន្ទូលសេចក្តីសន្យានៅពេលមានវិបត្តិដែលទ្រង់បានសន្យាយើងថាកុំឲ្យនឹកខ្លាចក្រែងលោមានហេតុភ័យកើតមកឆាប់នោះភ្លាមឡើយក៏កុំឲ្យខ្លាចការហិនវិនិច្ឆ័យរបស់មនុស្សអាក្រក់ក្នុងការដែលកើតមកនោះដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯងទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយសុភាសិតចំពុក3ខ25និង26ហើយនៅក្នុងទំនុកដំកើង9ខ10បានប្រាប់យើងទៀតថាឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ត្បិតអោព្រះយេហូវ៉ាអើយទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយព្រះយេហូវ៉ាទ្រង់ជាពន្លឺហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំតើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំតើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណាត្បិតនៅថ្ងៃអាក្រក់ទ្រង់នឹងថែរក្សាខ្ញុំដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ក៏នឹងបំពួនខ្ញុំនៅទីសម្ងាត់ក្នុងទ្រសាទ្រង់ហើយនឹងលើកខ្ញុំឡើងដាក់លើថ្មដាព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្តីប្រឹក្សានៃអស់ទាំងនគរបានថ្លោះការទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយទៅជាឥតការឯដំបូងមានផងព្រះយេហូវ៉ាវិញនោះនៅជាប់ជានិច្ចហើយតម្រេះក្នុងព្រះハល្តីទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណរតទៅខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីនេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីហើយដូច្នេះកុំឲ្យមានចិត្តតក់ស្លុតឡើយក៏កុំឲ្យខ្លាចឬញ័ររន្ធត់ឬភ្ញាក់ផ្អើលនៅមុខគេអីសោះត្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់យាងទៅជាមួយនឹងឯងដើម្បីនឹងច្បាំងនឹងពួកសត្រូវជំនួសឯងហើយនឹងជួយសង្គ្រោះឯងផងទូបង្គំនឹងសម្រាកកាយហើយដេកលក់ទៅដោយសេចក្តីស្ងប់ត្បិតអោព្រះយេហូវ៉ាអើយមានតែទ្រង់ទេដែលប្រោះឲ្យទូបង្គំនៅដោយសុខសាន្តរានបានចាសសូមអរគុណដែលបានស្ដាប់ហើយសូមរងចាំស្ដាប់នៅពេលក្រោយទៀត